មានសួរលោកគ្រូខ្ញុំឈ្មោះរាស៊ីវកណ្ណាមកពីក្រុម SX7 ថ្ងៃនេះមកបកស្រាយអំពីកូដក្របលោកលាក់ដែលលោកគ្រូបានដាក់ឲ្យថ្ងៃមុនហ្នឹងដំបូងនេះគឺជាចំណុចទី1មូលហេតុអីដែលយើងបានប្រើ console output encoding system touch encoding UTF-8 ហ្នឹងអាហ្នឹងគឺប្រើដើម្បីសម្រាប់បង្ហាញតួអក្សរឬក៏និមិត្តសញ្ញាមួយឲ្យវាលេចឡើងជារូបរាងហើយវាត្រូវតាមស្តង់ដារដែលយើងចង់បានបើសិនបើយើងអត់ដាក់វាទេវានឹងអត់លោតអា emoji ឬក៏និមិត្តសញ្ញាដែលយើងចង់ដាក់ហ្នឹងវាលោតឡើងមកហើយឥឡូវយើងទៅសាកធ្វើឧទាហរណ៍បានយើងអាចដឹងថាវាចេញបែបម៉េចឥឡូវយើងមកមើលឧទាហរណ៍របស់យើងដោយសារតែកន្លែងនេះខ្ញុំបានដាក់ output encoding បន្ទាប់មកទៀតនៅពេលដែលខ្ញុំដាក់ output encoding ហ្នឹងទៅនៅពេលដែលខ្ញុំrun ទៅវានឹងអាចចេញជា emoji មួយយ៉ាងច្បាស់លាស់ដែលយើងបានដាក់ហ្នឹងគឺជានិមិត្តសញ្ញាដែលយើងបានដាក់យ៉ាងច្បាស់លាស់ឥឡូវយើងទៅមើលទាំងអស់គ្នាជាមួយដល់ពេលដែលខ្ញុំ run ទៅវានឹងឃើញនិមិត្តសញ្ញាមួយហ្នឹងច្បាស់លាស់បើសិនបើខ្ញុំអត់ដាក់ហ្នឹងទៅនិមិត្តសញ្ញាហ្នឹងវាគឺអត់លោតមកវានឹងអាចចេញទៅជាសញ្ញាផ្សេងបានបន្ទាប់មកទៀតខ្ញុំទៅធ្វើការ run កូដមួយទៀតដោយសារតែនេះខ្ញុំបានដាក់ដូចជាឥឡូវមិញទេដូចចឹងទៅដល់ពេលដែលខ្ញុំ run កូដទៅវានឹងអត់លោតនៅនិមិត្តសញ្ញាដែលខ្ញុំបានដាក់នឹងមកឯងឥឡូវខ្ញុំ run ទៅវានឹងអត់ចេញកូដនឹងមកហើយដោយសារតែខ្ញុំអត់បានដាក់ឥឡូវវាចេញមកហើយវាចេញសញ្ញាសួរវាអត់បានចេញនៅនិមិត្តសញ្ញាដែលខ្ញុំបានដាក់ដូចជានៅក្នុងកូដខាងលើនឹងមកឥឡូវខ្ញុំបាន run ចេញជាលទ្ធផលមកហើយនៅពេលដែលខ្ញុំបានដាក់ដូចខាងលើមកគឺវាអត់ចេញនិមិត្តសញ្ញាដែលខ្ញុំចង់បានទេវាចេញទៅជាសញ្ញាសួរគឺសញ្ញាអីផ្សេងវិញអញ្ចឹងតែដោយសារតែខ្ញុំបានដាក់នៅកូដដែលខ្ញុំដែលលោកគ្រូបានចោទសួរមកពីដំបូងចឹងទៅកន្លែងហ្នឹងមានន័យថាបើយើងអត់បានដាក់អាហ្នឹងទេកូដនឹងវាអត់ចេញមកច្បាស់លាស់ហើយឥឡូវយើងចូលទៅដល់ចំណុចមួយទៀតកន្លែង random only ហើយនិង new random ហ្នឹងអាហ្នឹងគេប្រើដើម្បីកំណត់សម្គាល់ក្របឡុកឡាក់ឲ្យយើងដងពីលេខណាដល់លេខណាដែលយើងចង់បានលទ្ធផលដូចជាលេខដែលយើងបានដាក់មកហ្នឹងហើយវាអាច random លេខរហូតដល់វាអត់ជាន់គ្នាបានកន្លែងហ្នឹងគឺយើងអាចយើង random លេខរហូតតាមក្របឡុកឡាក់ដែលយើងចង់បានវានឹង automatic random ខ្លួនឯងមកដោយសារតែយើងបានដាក់វាឥឡូវនេះយើងចូលមកដល់ចំណុចមួយទៀតកន្លែង int d ស្មើ1 d ស្មើ2 d ស្មើ3ហ្នឹងអាហ្នឹងគឺជា variable ដែលយើងបានដាក់វាមាន3ចំណុចអាហ្នឹងគឺជាអាចនិយាយបានថាហ្នឹងគឺជាជួរឈរនៅពេលដែលយើង run កូដទៅក្របឡុកឡាក់យើងនឹងចេញជា3ជួរឈរហើយយើងនឹងឃើញក្របឡុកឡាក់របស់យើងហ្នឹងគឺវា random លេខរហូតមកបន្តមកទៀតយើងមើលកន្លែង D1 D2 D3 ហ្នឹងអាហ្នឹងគឺជាលេខ random ដែលយើងបានដាក់មកមានពី1ដល់លេខ7ប៉ុន្តែពេលយើង random លេខទៅវាអាចមានតាំងពី1ដល់លេខ6រហូតហើយនៅពេលដែលយើង run វាពី3ដងទៅវានឹងចេញលេខពី3ដងនឹងចេញពី1ទៅ6លេខហ្នឹងចេញមករហូតដល់អត់មានការជាន់គ្នាឥឡូវយើងទៅមើលឧទាហរណ៍នេះគឺជាឧទាហរណ៍ដែលខ្ញុំបានដាក់ឡើងឥឡូវនេះយើងមើលពីលេខ1ដល់លេខ7នៅពេលដែលខ្ញុំ run ទៅ3លេខហ្នឹងវានឹងផ្លាស់ប្ដូរគ្នាទៅវិញទៅមកវា random លេខមករហូតឥឡូវយើងធ្វើការ run start នេះមកយើងឃើញលេខវាចេញមកជា3ជួរហើយលេខវាគឺ random ខុសគ្នារហូតមកឥឡូវខ្ញុំសាក run ម្ដងទៀតលេខវានឹង random ចេញមកលេខផ្សេងមួយទៀតតែដោយសារតែក្របឡុកឡាក់ខ្ញុំបានធ្វើមកគឺ random លេខរហូតដល់3ដង
ឥឡូវនេះយើងចូលទៅដល់ចំណុចមួយទៀតអានេះគឺជាការដូរពណ៌នៃក្របលុកលាក់កន្លែងនេះគឺយើងត្រូវប្រើ console foreground color អាហ្នឹងគឺជាការដាក់ពណ៌នៃ color ដែលយើងចង់បានដូចជាក្របលុកលាក់នៅពេលដែលយើងដាក់ពណ៌លឿងទៅក្របលុកលាក់វាចេញពណ៌លឿងអាកន្លែង console red line ហ្នឹងអាហ្នឹងគឺជាក្របលុកលាក់ដែលយើងបានដាក់មកហ្នឹងគេវាយសម្រាប់ដាក់ក្របលុកលាក់បើសិនបើយើងចង់បាន color អីអញ្ចឹងទៅយើងត្រូវដាក់ color foreground color ដូចជា color red អាហ្នឹងដល់ពេលយើងដាក់អាហ្នឹងទៅពេលយើង run code ទៅ color ដែលយើងបានដាក់ហ្នឹងវានឹងចេញមកក្របលុកលាក់ដែលយើងចង់បាននៅពេលយើងដាក់ blue វាចេញមកពណ៌ blue បើយើងដាក់ពណ៌ red វានឹងចេញមក black ប៉ុន្តែយើងត្រូវនៅចំណាំថាបើយើងចង់ដាក់ពណ៌អីមួយដែលវាអាចផ្លាស់ប្ដូរបានយើងត្រូវមើលកន្លែងយើងត្រូវកន្លែង console foreground color ឥឡូវខ្ញុំ start វានឹងចេញពណ៌ដែលខ្ញុំបានដាក់ហើយអញ្ចឹងទៅវាមាន3ហ្នឹងដោយសារទីមួយខ្ញុំបានដាក់ពណ៌លឿងហើយនឹងពណ៌ក្រហមហើយនឹងពណ៌ខៀវដូច្នេះហើយពេលខ្ញុំrun code ទៅវានឹងចេញពណ៌ដែលខ្ញុំចង់បានដោយសារតែខ្ញុំបានធ្វើដោយលោកគ្រូបានប្រាប់ឥឡូវខ្ញុំធ្វើអស់ហើយអរគុណលោកគ្រូ